ប្រមុខការទូតកម្ពុជាផ្ញើសារលិខិតជាផ្លូវការបបួលថៃដោះស្រាយវិវាទព្រំដែននៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ភ្នំពេញប្រមុខការទូតកម្ពុជាលោកអបយុរដ្ឋមន្ត្រីប្រាក់សុខុនបានផ្ញើលិខិតមួយច្បាប់ទៅរដ្ឋមន្ត្រីការបរទេសថៃដោយជំរុញឲ្យរដ្ឋាភិបាលថៃពិចារណាចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការនាំយកវិវាទព្រំដែនរវាងប្រទេសទាំងពីរទៅតុលាការអន្តរជាតិ ICJ លិខិតលោកអបយុរដ្ឋមន្ត្រីប្រាក់សុខុនបានធ្វើឡើងកាលពីថ្ងៃទី6ខែមិថុនាឆ្នាំ2025នេះបើតាមលោកជុំសុនរីអ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ក្នុងលិខិតនេះលោកអបយុរដ្ឋមន្ត្រីបានគូសបញ្ជាក់ថាលោកផ្ញើសារលិខិតនេះក្នុងស្មារតីនៃមិត្តភាពនិងប្រកបដោយការបញ្ញាដ៏ស្មោះត្រង់ក្នុងការរួមរស់ដោយសន្តិសង្ហវិជ្ជមាននិងសុខដុមរមនារបស់ប្រជាជាតិយើងទាំងពីរតាមអ្នកនាំពាក្យក្រសួងការបរទេសនៅក្នុងលិខិតបានលើកឡើងជាអាថាវិវាទព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃបានបន្តអូសបន្លាយអស់ជាច្រើនទសវត្សរ៍មកហើយទោះបីជាមានយន្តការទ្វេភាគីជាច្រើននិងកិច្ចខិតខំប្រឹងប្រែងប្រកបដោយសុឆន្ទៈក្នុងការដោះស្រាយក៏ដោយគួរឲ្យសោកស្ដាយបញ្ហាដែលពុំទាន់អាចដោះស្រាយទាំងនេះនៅតែជាប្រភពនៃការយល់ច្រឡំនិងភាពតានតឹងដែលតែងតែកើតឡើងវិញនិងមិនកឲ្យមានឧបទ្ទវហេតុជាអកុសលជាច្រើនថ្មីនេះកាលពីថ្ងៃទី28ខែឧសភាឆ្នាំ2025ប្រឈមមុខដាក់គ្នាដ៏ធ្ងន់ធ្ងរមួយបានកើតឡើងនៅក្នុងភូមិលេជោមរតកឃុំមរតកស្រុកជាំខ្សានខេត្តព្រះវិហារនៅពេលដែលកងទ័ពកម្លាំងយោធាថៃបានបើកការវាយប្រហារមកលើលានដ្ឋានកងទ័ពកម្ពុជានិងបណ្ដាលឲ្យទាហានខ្មែរមួយរូបបាត់បង់ជីវិតបរិយាហេតុនេះបានបញ្ជាក់បន្ថែមថាការស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាពនិងសន្តិភាពគឺជារឿងបន្ទាន់ដោយសារភាពស្មុគស្មាញលក្ខណៈប្រវត្តិសាស្ត្រនិងភាពរសើបនៃវិវាទទាំងនេះយើងឃើញកាន់តែច្បាស់ថាកិច្ចសន្ទនាទ្វេភាគីអាចនឹងមិនគ្រប់គ្រាន់ដើម្បីទទួលបានដំណោះស្រាយដ៏ទូលំទូលាយនិងយូរអង្វែងក្នុងបរិបទនេះរដ្ឋាភិបាលកម្ពុជាជឿជាក់ថាមាគ៌ាទៅមុខដែលសមស្របនិងសន្តិវិធីបំផុតនោះគឺការបញ្ចូលបញ្ហាពាក់ព័ន្ធនឹងតំបន់មុំបីប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីកាត់ក្តីសេចក្តីសម្រេចដែលចេញដោយតុលាការអន្តរជាតិ ICJ ផ្អែកលើច្បាប់អន្តរជាតិនិងផ្ដល់ដំណោះស្រាយមួយដែលយុត្តិធម៌មិនលំអៀងនិងយូរអង្វែងសេចក្តីសម្រេចនេះនឹងផ្ដល់ភាពច្បាស់លាស់ដែលត្រូវការចាំបាច់សម្រាប់ព្រំដែនគោករៀងខ្លួនរបស់យើងហើយសំខាន់បំផុតនោះគឺនឹងជួយជំរុញឲ្យមានបរិយាកាសប្រកបដោយសន្តិភាពយូរអង្វែងស្ថិរភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរដំណើរការនេះនឹងបញ្ជាក់ពីការបដិញ្ញាចិត្តទៅវិញទៅមករបស់យើងក្នុងការប្រកាន់ខ្ជាប់នីតិរដ្ឋការរក្សាភាពសុខដុមរមនាក្នុងតំបន់និងការជំរុញវិបុលភាពរួមសម្រាប់ប្រជាជនរបស់យើងនៅក្នុងសហគមន៍អាស៊ានអាស្រ័យដូចបានជម្រាបជូនខាងលើខ្ញុំសូមជំរុញរដ្ឋាភិបាលថៃពិចារណាចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការនាំយកវិវាទព្រំដែននេះទៅតុលាការអន្តរជាតិ ICJ យើងគួរចាប់យកឱកាសនេះដើម្បីបញ្ជាក់ឡើងវិញនៅការបដិញ្ញាចិត្តរួមរបស់យើងចំពោះកិច្ចសន្ទនាដោយសន្តិវិធីដំណោះស្រាយតាមផ្លូវច្បាប់និងអនាគតនៃអ្នកជិតខាងដ៏ល្អលោកជុំសុនរីអ្នកនាំពាក្យក្រសួងការបរទេសបានគូបញ្ជាក់ជាថ្មីម្ដងទៀតអំពីសុឆន្ទៈនិងការតាំងចិត្តដ៏មោះមុតរបស់រដ្ឋាភិបាលកម្ពុជាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីនិងសិទ្ធិចេតកាលសម្រាប់បញ្ហាព្រំដែនជាមួយប្រទេសជិតខាងរួមទាំងប្រទេសថៃមិនដោយការចោទប្រកាន់របស់មជ្ឈដ្ឋានមួយចំនួនក្នុងប្រទេសថៃនោះឡើយលោកបន្តថាការប្រកាន់ចំហរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបញ្ចូលបញ្ហាពាក់ព័ន្ធនឹងតំបន់មុំបីប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីកាត់ក្តីគឺដើម្បីស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌មិនលំអៀងនិងយូរអង្វែងដោយដែលអបយុរដ្ឋមន្ត្រីបានបកស្រាយយ៉ាងច្បាស់ក្នុងសារលិខិតខាងលើរបស់លោក